ព្រមឡើងមហាត់ប្រានមើលពោតបារាំងពីវិក្របពោតបារាំងនេះមានសារៈសំខាន់ណាស់បងប្អូននេះពោតបារាំងមកបេះពោតបារាំងបងប្អូនមកដល់បាយពោតបារាំងហ្នឹងនៅឃើញកាលចំនួនប៉ុលពតចំនួនប៉ុលពតរស់នៅដោយចកាអញ្ចឹងបងប្អូនមើលខ្ញុំមានព្រៀងកាលខ្ញុំនៅកុមារយើងខ្ញុំកុមារស្រឡាញ់អង្គការអត់មានព្រំដែនដោយសារអង្គការឲ្យខ្ញុំរស់រៀនជីវិតការរីករាយអស្ចារ្យអាហ្នឹងក្រោយរំដោះដល់មុនរំដោះស្បែកដន់10ឆ្អឹងខ្លួនកូនកំប្រឹងហើយសែនកង្វល់យំដេកនឹងដីថ្ងៃឡើងខ្វាយខ្វល់កាយកាកសំណល់ដើរសុំទៀនគេអានេះគឺចំនួនមុនរំដោះឃើញទេគេថានៅក្នុងចំនួនឆ្នាំ74 75ហ្នឹងគឺក្មេងកំព្រាដើររើសអេចាយដើររើសអីស៊ីសម្រាមដល់រំដោះហើយគេរីកចម្រើនទាំងអស់គ្នាហ្នឹងចម្រៀងហ្នឹងមានចំណងជើងអញ្ចឹងបងប្អូនណាមានអត្ថន័យអញ្ចឹងប៉ុន្តែផ្ទុយទៅវិញមានអញ្ចឹងទេគឺរស់នៅដោយលំបាកបំផុតវេទនាបំផុតដែលខ្ញុំជាកុមារនៅក្នុងចំនួនប៉ុលពតអញ្ចឹងពិបាកបំផុតកងចល័តរាជដីដើររកចំណីអាហារគ្មានចំណីអាហារអីហូបទេបងប្អូនគេធ្វើបាបណាស់អត់មានថាអីលើយើងខ្ញុំអង្គការឧបត្ថម្ភគ្រប់គ្នាបំពន់សុខភាពកម្លាំងខ្លាំងក្លាឲ្យរស់ទៅជាសមោហភាពមែនត្រឹមត្រូវនៅចំនួនប៉ុលពតហ្នឹងរស់នៅដោយសមោហភាពបងប្អូនមានតែជាព្រាមួយពាក់នៅកទេដល់ពេលម៉ោងគេវាយជួងទៅហូបបាយហ្នឹងគេចែកបាយទៀតណាគេចែកបាយហ្នឹងគេដាក់មកកញ្ចប់បាយហ្នឹងគឺគេដាក់ចានទូចហ្នឹងណាចានគ្របមួយហើយចែកគ្នាឲ្យសំណតកួនម្លោះអីហ្នឹងរួមគ្នាដាក់ចានកដាលទៅក្នុងមួយឆ្នាំមានគ្នា10នាក់ជុំវិញកកោកកាយពេញហ្នឹងបងប្អូនហ្នឹងហើយនៅឃើញហើយចំនួនប៉ុលពតនេះខ្ញុំចង់រំលឹកអនុស្សាវរីយ៍ដល់បងប្អូនទាំងអស់គ្នាជាពិសេសចាស់ចំណាស់ខ្ញុំហ្នឹងដែលនៅគ្របនៅក្នុងចំនួនប៉ុលពតបំបាក់បែបណាបងប្អូនហ្នឹងហើយលំបាកបំផុតហើយយើងបានរស់បានល្អមកវិញឥឡូវយើងមកហាត់ប្រាណមកកោះពេជ្របងប្អូនឃើញស្អាតទេទេសភាពទីក្រុងភ្នំពេញស្អាតណាស់ហ្នឹងហើយយើងរស់ដោយសារអ្នកណាយើងដឹងហើយណាកាលពីយើងនៅចំនួនប៉ុលពតយើងគិតថាឲ្យតែមានអ្នកណាមករំដោះយើងឲ្យមានបាយហូបគ្រប់គ្រាន់យើងទទួលយកបាននេះប៉ុណ្នេះយើងបានហើយឥឡូវយើងហួសពីប៉ុណ្ណឹងទៀតរហូតហ្នឹងហើយខ្ញុំឥឡូវខ្ញុំបានរៀនចប់រហូតដល់ប្រឡងជាប់ជាប្រចាំដិតហើយបានទៅខ្លាយជាសាស្ត្រាចារ្យបន្លូវចូលនិវត្តន៍វិញហើយមកដល់ភាពដើមវិញហើយមកដល់ហាត់ប្រាណបងប្អូនជូនពរទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាមកហាត់ប្រាណទាំងអស់គ្នាបងប្អូនមើលចកាពោតទេពោតបារាំងនេះមានអត្ថប្រយោជន៍អានេះគឺការអានេះការអីប្រយោជន៍នេះបងប្អូនឃើញទេអរគុណទាំងអស់គ្នា